សូមជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍ការមកកាន់បាតកថាប្រចាំខែក្នុងខែនេះយើងរៀងប្លែកបន្តិចយើងនិយាយអំពីបាក់សីនៅប្រទេសកម្ពុជារបស់យើងអញ្ជើញបង Miller ហៅផនភិរិទ្ធហៅ Miller បាទសូមអញ្ជើញមកវិទ្យការបាទហើយថ្ងៃនេះយើងលើកពីប្រធានបទមួយមានឈ្មោះថាអ្នកស្មោះត្រង់កម្ពុជាប៉ុន្តែឈ្មោះប្រធានបទនៅលើ social media របស់យើងដាក់អ្នកបាក់សីស្មោះស្ម័គ្រកម្ពុជាបាទប៉ុន្តែដូចគ្នាទេហើយថ្ងៃនេះយើងនឹងលើកយកអំពីភាពស្មោះត្រង់នៃសត្វក្រៀលតើសត្វក្រៀលនឹងមានភាពស្មោះត្រង់បែបណាជាមួយនឹងប្រទេសកម្ពុជារបស់យើងហើយថ្ងៃនេះបង Miller នឹងរៀបរាប់ពីដំណើរស្មោះត្រង់សត្វក្រៀលនោះទៅដល់អ្នកទាំងអស់គ្នាបាទអញ្ចឹងកុំឲ្យខាត់ពេលយូរសូមអញ្ជើញបងចាប់ផ្ដើមដូចទៅបាទសូមអរគុណបងបាទអរគុណច្រើនបាទអរគុណហើយអរគុណទាំងអស់គ្នាដែលបានមកចូលរួមហើយថ្ងៃនេះខ្ញុំមានបកថាមួយពាក់ព័ន្ធជាមួយនឹងសត្វស្លាបនៅកម្ពុជាដែលមានចំណងជើងថាអ្នកស្មោះត្រង់កម្ពុជាដូចតែចំណងជើងដែលខាងមជ្ឈមណ្ឌលដាក់ដែរទេគ្រាន់តែយើងដាក់អ្នកស្មោះត្រង់កម្ពុជាបាទហើយសូមបញ្ជាក់ដែរខ្ញុំមិនមែនអ្នកថតសត្វស្លាបទេគ្រាន់តែជាអ្នកថតឯកសារហើយចំពោះសត្វក្រៀលនេះខ្ញុំបានថតវា3ឆ្នាំនៅតំបន់អន្លង់ព្រីងតំបន់ទេសភាពការពារអន្លង់ព្រីងបាទអញ្ចឹងហើយខ្ញុំបានធ្វើវា3ឆ្នាំដែរហើយបានសិក្សាពីចរិតលក្ខណៈឬក៏អីហើយបុកនឹងការស្រាវជ្រាវថែមទៀតពីសត្វក្រៀលបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ថាវាជាប្រភេទបែបរូបឯកសារអញ្ចឹងបើខ្ញុំការនិយាយទៅវាប៉ះពាល់ឬក៏មានការលើសលួសពាក់ព័ន្ធជាមួយនឹងការថតសត្វស្លាបឬក៏ជំនាញសត្វស្លាបអីអាហ្នឹងខ្ញុំសូមខន្តីអភ័យទោសជាមុនព្រោះវាជាលក្ខណៈឯកសារតែប៉ុណ្ណោះឯងដែលខ្ញុំចងក្រងវាមកណាបាទអញ្ចឹងកុំឲ្យមានការយល់ច្រឡំអញ្ចឹងរាល់ការវាតម្លៃខុសទៅវាប៉ះពាល់ដល់ខាង category bird photography អីបាទអញ្ចឹងនេះគឺជា document photography ទេបាទអញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងណាបាទអញ្ចឹងព្រោះវាមានលក្ខណៈខុសគ្នាបាទអញ្ចឹងបកថារបស់ខ្ញុំអ្នកស្មោះត្រង់កម្ពុជានេះគឺខ្ញុំបានធ្វើ3ឆ្នាំអញ្ចឹងខ្ញុំនឹងលើកយកតកល័យក3ជំនាន់ដែលយើងគិតថាជាសម័យកាលដែលរុងរឿងមួយដែលយើងឃើញថាហេតុអីបានយើងហៅថាអ្នកស្មោះត្រង់កម្ពុជានឹងអញ្ចឹងខ្ញុំនឹងលើកយកសម័យកាលបុរាណរបស់យើងនៅចុងសតវត្សទី12ដើមសតវត្សទី13ដែលក្នុងរជ្ជកាលព្រះបាទជ័យវន្ទី7ដែលយើងទាំងអស់គ្នាបានដឹងហើយថាជារជ្ជកាលដែលរុងរឿងជាងគេបាទចុងសតវត្សទី12ដើមសតវត្សទី13យើងដឹងហើយខ្មែរយើងគឺមានភាពរុងរឿងមែនទែនដែលយើងហៅថាអាណាចក្រខ្មែរឬខ្មែរ Empire អញ្ចឹងបុព្វបុរសយើងបានកសាងប្រាសាទជាច្រើនដែលយើងបានបន្សល់ទុកដែលជាមរតកមិនអាចកាត់ថ្លៃបានមកដល់រាល់ថ្ងៃនេះដែលយើងជាកូនខ្មែរជំនាន់ក្រោយហ្នឹងមើលថែរក្សាហើយក្នុងការកសាងប្រាសាទទាំងអស់នោះទៀតសោតគឺបានន័យថាបុព្វបុរសយើងបានផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រនៃការកកើតទឹកដីណាបាទវប្បធម៌អរិយធម៌ដែលជាផុសតាងជាមួយនឹងសិលាចារឹកនិងឬក៏ជាចម្លាក់នៅតាមប្រាង្គប្រាសាទមួយដើម្បីជាបញ្ជាក់ពីសម័យកាលរបស់លោកដែលមានការរីកចម្រើនអញ្ចឹងខ្ញុំជឿថាបងប្អូននៅទីនេះនឹងបានជ្រាបហើយថាចម្លាក់ទាំងអស់នោះវាមានទាំងពាក់ព័ន្ធជាមួយនឹងរបាំការរស់នៅគុណបុក្កតោឬក៏ការធ្វើចម្បាំងសឹករវាងប្រទេសនិងប្រទេសអញ្ចឹងបានន័យថាបុព្វបុរសយើងមិនត្រឹមតែធ្វើចល័កចារនៅលើសាលាចារឹកទេគឺគាត់បានដាក់នៅតាមផ្ទាំងប្រាសាទមួយទៅជាសាច់រឿងឬក៏ជាប្រភេទនៃវប្បធម៌នឹងផងដែរបាទអញ្ចឹងនៅក្នុងនេះដែរដោយសារតែសង្គ្រាមញោមញីពីមួយសម័យកាលទៅមួយសម័យកាលទៅយើងដឹងហើយថាប្រទេសយើងគឺមានសង្គ្រាមរហូតណាដល់យើងមានពាក្យថាខ្មែរពូជអ្នកចម្បាំងទៅទៀតអញ្ចឹងណាបាទអញ្ចឹងពីសម័យកាលរុងរឿងរបស់យើងរហូតមកគឺយើងមានសង្គ្រាមញោមញីសង្គ្រាមនោះគឺមានទាំងផ្ទៃក្នុងទាំងខាងក្រៅទៅទៀតអញ្ចឹងយើងដឹងហើយថាកាលណាកើតឡើងសង្គ្រាមគឺវាដឹងហើយថាការអភិវឌ្ឍឬក៏ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌មួយចំនួនរបស់យើងវាមិននៅដដែលទេវានឹងមានការបាត់បង់ឬក៏មានការខូចខាតអីមួយចំនួនរហូតមកនឹងទៅអញ្ចឹងបាទអញ្ចឹងខ្ញុំលើកនៅក្នុងចុងសតវត្សទី12ដើមសតវត្សទី13នេះនៅក្នុងរជ្ជកាលបាទជ័យវរ្ម័នទី7អញ្ចឹងដែលអ្នកនរគ្នាបានស្គាល់ហើយលោកបានកសាងប្រាសាទច្រើនណាស់ដែលយើងបានរៀនបាទហើយប្រាសាទទាំងអស់នោះគឺមានចានៅវប្បធម៌អរិយធម៌ប៉ុន្តែនៅក្នុងនេះគឺខ្ញុំសូមភ្ជាប់តែជាមួយនឹងសត្វក្រៀលមួយទេ
ហើយយើងឃើញហើយនេះគឺជាប្រភេទចម្លាក់ដែលពាក់ព័ន្ធនឹងចម្បាំងពាក់ព័ន្ធការរស់នៅប្រចាំថ្ងៃការការនេសាទឬក៏អីចឹងទៅបាទផ្នែកវប្បធម៌ផ្នែកអីទៅបាទហើយនេះគឺជាចម្បាំងហើយនេះគឺជាចម្លាក់សត្វក្រៀលអ្នកទាំងអស់គ្នាអាចទៅប្រាសាទបាយ័នហ្នឹងនៅជញ្ជាំងខាងត្បូងយើងចូលពីទន្លេអ៊ំទៅគឺនៅចំពីមុខហ្នឹងតែម្ដងនឹងស្ដាំដៃហ្នឹងតែម្ដងយើងនឹងឃើញចម្លាក់ចម្បាំងរវាងកម្ពុជាដែលរំដោះប្រទេសពីចម្ប៉ាហើយនៅក្នុងហ្នឹងក៏មានចម្លាក់សត្វក្រៀលដែរដែលយើងទុកថាជាសត្វក្រៀលអញ្ចឹងនេះហើយដែលជាផុសតាងប្រវត្តិសាស្ត្រវប្បធម៌មួយដែលពាក់ថាក្រៀលដែលយើងឃើញនៅពេលបច្ចុប្បន្នតិចទៀតដែលយើងឃើញរូបរាងហ្នឹងវាមានតាំងពីសម័យដូនតារបស់យើងអញ្ចឹងវាបានផ្សារភ្ជាប់ការរស់នៅតាំងពីសម័យរុងរឿងហើយយើងដឹងហើយពីសម័យរុងរឿងរហូតមកដល់សង្គមរាស្ត្រនិយមខ្ញុំនឹងមានបាទយើងដឹងថាយើងកើតសង្គ្រាមហូរហែរហូតមកប៉ុន្តែដល់ពេលសង្គមនិយមក៏មានបង្ហាញវត្តមានម្ដងទៀតទៅលើក្រៀលនេះដែរអញ្ចឹងបានយើងហៅថាភាពស្មោះត្រង់របស់គាត់បាទអញ្ចឹងវាមិនមែនត្រឹមតែមាននៅប្រាសាទបាយ័នទេបាទគឺវាមាននៅប្រាសាទបន្ទាយឆ្មានៃខេត្តបន្ទាយមានជ័យដែរដែលមានចម្លាក់ក្រៀលដូចគ្នាបាទនេះគឺជាចម្លាក់ក្រៀលដែរនៅប្រាសាទបន្ទាយឆ្មាហើយកសាងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដូចគ្នានៅចុងសតវត្សទី12ដើមសតវត្សទី13ដូចគ្នានេះជាផុសតាងមួយដែលយើងមិនអាចប្រកែកបានទេដែលបុព្វបុរសយើងបានផ្សារភ្ជាប់ហើយក៏យើងមិនអាចប្រកែកបានទៀតថាក្រៀលបានផ្សារភ្ជាប់ជាមួយនឹងប្រជាជនកម្ពុជាឬក៏ប្រជាជនខ្មែរយើងតាំងពីសម័យដូនតារបស់យើងម៉េះអញ្ចឹងបាទអញ្ចឹងយើងរហូតមកនេះបានន័យថាទោះថាសង្គ្រាមយើងញោមញីមិនក៏ដោយក្រៀលគាត់នៅរហូតដល់នៅបានន័យថាសត្វក្រៀលនេះវាមាននៅក្នុងអាស៊ីប្រជាជននៅក្នុងអាស៊ីក៏ដូចជាប្រទេសកម្ពុជាយើងដែរយើងទុកថាជាប្រភេទសត្វមួយដែលមានមនោសញ្ចេតនាមានភាពស្មោះស្ម័គ្រមានភាពចេះការពារគ្នាមានភាពស្មោះត្រង់រវាងគ្នានឹងគ្នាអាចថាមនុស្សយើងមួយចំនួនមិនអាចដូចសត្វក្រៀលផងមិនដឹងណាជាពិសេសដូចជារឿងដៃគូអីចឹងទៅអាចដែរអាកន្លែងហ្នឹងបាទអញ្ចឹងសត្វក្រៀលគឺជាសត្វដែលនាំមកនៅសំណាងចុះជាតារាសីឲ្យតំណាងឲ្យភាពស្មោះស្ម័គ្រអញ្ចឹងរហូតមកដល់សម័យកាលមួយដែលយើងហៅថាសម័យកាលសង្គមរាស្ត្រនិយមដែលជាយើងសន្តិភាពម្ដងទៀតហើយបានន័យថាសម័យកាលហ្នឹងក្រោមការដឹកនាំព្រះមហាក្សត្រអញ្ចឹងទៅយើងមានការរីកចម្រើនច្រើនតែសម័យកាលនេះក្រៀលវាមានអីមានក្រៀលគឺមានភ្ជាប់ជាមួយនឹងបទចម្រៀងមួយបទរបស់អធិរាជលោកតាសុនស៊ីសមុទ្រហើយលោកតែងនឹងធ្វើទំនុកភ្លេងទំនុកច្រៀងអីដោយខ្លួនលោកនៅក្នុងឆ្នាំ1962ដាក់នៅក្នុងរឿងព្រាត់ព្រោះរឿងអ្វីដែលមានចម្រៀងមួយបទនេះគេហៅថាសម្រែកសត្វក្រៀលឬក៏ទំនួញស្នេហានេះឯងអញ្ចឹងនេះគឺជាផុសតាងមួយទៀតហើយបញ្ជាក់ថាព្រោះធម្មតាអ្នកនិពន្ធមិនមែនចេះតែនិពន្ធដោយការសម័យហើយគាត់បានយកវាមកប្រៀបធៀបជាមួយនឹងស្នេហាទៀតអញ្ចឹងបានន័យថាដូចខ្ញុំបានលើកពីដើមអញ្ចឹងថាសត្វក្រៀលហ្នឹងវាបានជាប់ជាមួយនឹងអាភាពស្មោះត្រង់ណាមនោសញ្ចេតនាស្មោះស្ម័គ្រនឹងគ្នាអញ្ចឹងទៅលោកតាសុនស៊ីសមុទ្រហ្នឹងបានយកមកតែងជាបទចម្រៀងមកឃ្លាបាទភ្ជាប់ជាមួយក្នុងអត្ថន័យស្នេហាហ្នឹងអញ្ចឹងខ្ញុំនឹងចាក់បន្តិចហើយចាំយើងទៅចែកគ្នាបន្តទៀតហើយបើចង់មើលពេញ YouTube បាទខ្ញុំយកតែមកឃ្លាទេឲ្យអ្នកទាំងអស់គ្នាអាចឃើញបាទសម្រាប់សត្វក្រៀលហើយដៀលចេស្ដីមនុស្សដូចកាកៃស្រីចិត្តសាវ៉ាយើងឃើញហើយថាខ្ញុំយកខ្លីទេបាទអាចមើលពេញបាននៅក្នុង YouTube ណាបាទព្រោះយើងអត់មានពេលវេលាស្ដាប់មកចប់ខ្លាចលងលក់មួយតាមបទចម្រៀងអីចឹងទៅអញ្ចឹងលោកនិពន្ធមកថាសម្រែកសត្វក្រៀលហ្នឹងឌីជេស្រីកាកៃអញ្ចឹងយើងដឹងថាសត្វក្រៀលតំណាងឲ្យភាពស្មោះត្រង់តំណាងឲ្យភាពស្មោះស្ម័គ្រនេះឯងហើយកន្លែងនេះបានលោកយកមកតែងប្រៀបធៀបហើយយកសម្លេងដែលក្រៀលស្រែកច្រៀងឬក៏សម្រែករបស់ក្រៀលហ្នឹងទៅឌីលជេស្រីកាកៃអញ្ចឹងទៅអាភាពមិនស្មោះត្រង់នេះឯងអ
អញ្ចឹងគ្រាលតំណាងឲ្យអញ្ចឹងឯងអញ្ចឹងនេះហើយគឺជាការផ្សារភ្ជាប់មួយដែលខ្ញុំទាញតេឡេកថានៅក្នុងសង្គមរាជនិយមខ្ញុំជឿថាគ្រាលក៏បង្ហាញវត្តមានដែរបើមិនបង្ហាញវត្តមានមិនមានព័ត៌មានជាក់លាក់ខ្ញុំជឿថាអត្ថលេខសម្លេងមាសរបស់យើងមិនមែនយកមកតែងនិពន្ធប្រៀបធៀបជាមួយនឹងអាសេចក្តីស្នេហានឹងទេអញ្ចឹងយើងដឹងថាលោកដើរដល់ណាតែងពាក់ព័ន្ធខេត្តក្រុងឬក៏ពាក់ព័ន្ធសត្វពាក់ព័ន្ធអីទាំងអស់យើងជឿធ្លាប់ឃើញបទចម្រៀងរបស់លោកមិនអញ្ចឹងកន្លែងមួយនេះវាជាតឡេកជាក់លាក់មួយទោះយើងមិនមានរូបភាពវីដេអូជាក់លាក់ណាប៉ុន្តែយើងបានទាញតឡេកមួយថាវាបានផ្សារភ្ជាប់នៅក្នុងពេលដែលយើងរីកចម្រើនយើងឃើញគ្រាលនឹងរហូតអញ្ចឹងយើងឃើញទេពីសម័យបុព្វបុរសរបស់យើងមានសង្គ្រាមខាងក្នុងខាងក្រៅញោមញីយ៉ាងណាក៏ដោយប៉ុន្តែរហូតមកដល់សង្គមនិយមគ្រាលក៏នៅតែមានបង្ហាញវត្តមានឲ្យយើងដែរអញ្ចឹងវាមិនបានទៅណាទេអញ្ចឹងវាបានទៅណាទេវានៅតែនៅជាមួយនឹងប្រទេសខ្មែរយើងដដែលទេអញ្ចឹងបន្ទាប់ពីសង្គមរាជនិយមមកយើងដឹងហើយមកដល់ព្រះរាជាណាចក្រកម្ពុជានៅបច្ចុប្បន្ននេះប៉ុន្តែមកដល់បច្ចុប្បន្នពីសង្គមរាជនិយមនេះយើងឆ្លងកាត់របបជាច្រើនណាតែរបបដែលយើងត្រូវចងចាំជាងគេនោះគឺរបបដែលខ្មៅងងឹតអ្នកណាក៏មិនចង់នឹករលឹកដែរជាពិសេសគឺឪពុកម្ដាយរបស់យើងអីដែរដែលគាត់ឆ្លងកាត់គឺមិនចង់ទេហើយជាសម័យកាលមួយដែលសម្រាប់ប្រគិះដែលមានសាកសពស្ទើរតែពីពេញផ្ទៃប្រទេសក្លិនអាសោចស្ទើរតែពីពេញផ្ទៃប្រទេសយើងឃើញទេបាទហើយសត្វគ្រាលហេតុអីបានយើងថាគាត់ស្មោះត្រង់សត្វគ្រាលជាសត្វដែលធំបាទមិនមែនដូចបាសីផ្សេងស្រួលលាក់ខ្លួនទេបាទសត្វដែលមានទំហំធំមានខ្ពស់អញ្ចឹងវាសឹងតែស្មើមនុស្សណាអញ្ចឹងបាទកម្ពស់ជាងមនុស្សខ្លះមួយចំនួនទៅទៀតអញ្ចឹងយើងសួរថាតើការលាក់ខ្លួនរបស់សត្វគ្រាលនៅក្នុងសម័យដែលខូខើនេះតើគ្រាលត្រូវលាក់ខ្លួនដោយយ៉ាងម៉េចរត់ទៅប្រទេសគេឬក៏នៅស្រុកខ្មែរអញ្ចឹងឆ្លងកាត់របបជាច្រើនពីសង្គមរាជនិយមមកដល់ប្រជាជនកម្ពុជាយើងឆ្លងកាត់របបច្រើនណាស់គឺសិតតែសង្គ្រាមទាំងអស់ណាបាទសង្គ្រាមផ្ទៃក្នុងសង្គ្រាមខាងក្រៅហើយយើងមានការស្រាប់រង្គាសប៉ុន្តែមកដល់ប្រជាជនចក្រនេះគឺយើងបានឃើញសត្វគ្រាលជាថ្មីម្ដងទៀតអញ្ចឹងទាំងយើងទទួលព័ត៌មានប្រទេសជិតខាងរបស់យើងនឹងមិនមានវត្តមានវាទេចុះហេតុអីបានពេលដែលយើងមានសង្គ្រាមមានការសម្លាប់រង្គាសជាតិសាសន៍ឯងនេះបែរជាវាមិនទៅនៅស្រុកគេនេះឯងដែលយើងហៅថាអ្នកស្មោះត្រង់អញ្ចឹងគ្រាលបានផ្សារភ្ជាប់ជាមួយនឹងប្រជាជនខ្មែរតាំងពីសម័យដូនតាមកដល់បច្ចុប្បន្ននេះឯងអញ្ចឹងជាមួយនឹងយើងនេះឯងហើយគ្រាលបានផ្សារភ្ជាប់នេះហើយដែលយើងហៅថាអ្នកស្មោះត្រង់កម្ពុជាដែលខ្ញុំធ្វើជាហ្វូតូឯកសារមួយទាញវាភ្ជាប់មកជាមួយនឹងពួកយើងទាំងអស់គ្នានឹងឯងហើយឲ្យយើងចេះស្រឡាញ់ហើយបើថ្ងៃណាមានឱកាសខ្ញុំនឹងធ្វើពិព័រណ៍ហើយខ្ញុំនឹងធ្វើកម្ពស់គ្រាលពិតប្រាកដឲ្យអ្នកទាំងអស់គ្នាថតជាមួយគ្រាលឲ្យដឹងថាតើយើងខ្ពស់ជាងគ្រាលខ្ពស់ជាងយើងណាបាទអញ្ចឹងហើយចាំមានឱកាសអាហ្នឹងអញ្ចឹងបាទអញ្ចឹងបន្ទាប់មកគឺខ្ញុំនឹងបង្ហាញតិចតួចទៅលើគ្រាលពាក់ព័ន្ធជាមួយនឹងគ្រាលនេះគឺជាប្រភេទសត្វស្លាបដែលកំពុងរងការគំរាមកំហែងជាសកលនៅក្នុងបញ្ជីក្រហម IUCN អញ្ចឹងគ្រាលនៅលើពិភពលោកហ្នឹងមានប្រហែលជាมันមានចំនួនច្រើនទេព្រោះគណៈដាក់ក្នុងបញ្ជីក្រហមណាបាទហើយនៅស្រុកយើងក៏មិនមានច្រើនដែរហើយបច្ចុប្បន្ននេះក៏យើងមានការគម្រាមកំហែងនៅដែនចម្រោករបស់វាផងដែរបាទហើយសត្វគ្រាលគឺមានកម្ពស់ដែលខ្ពស់ជាងគេនៅក្នុងជាប្រភេទបក្សីបាទហើយកម្ពស់របស់វាចាប់ពី1.53 ម៉ែត្រទៅ1.75 ម៉ែត្រអញ្ចឹងយើងអាចសម័យទៅថាឥឡូវយើងកម្ពស់ប្រមាណហើយតើបើគ្រាលកម្ពស់ហ្នឹងតើយើងអាចខ្ពស់ជាងគ្រាលដែរឬអត់ណាបាទហើយទម្ងន់របស់គ្រាលពី5គីឡូទៅ12គីឡូហើយស្ទាំងស្លាបសងខាងរបស់គ្រាល2ម៉ែត្រកន្លះហើយគ្រាលគឺជាសត្វដែលនៅតំបន់ដីសើមឬក៏ព្រៃហើយជួនកាលក៏វានៅវាស្រែដែរវាស៊ីមើមថ្លុងឬក៏រុក្ខជាតិផ្សេងហើយបូកជាប្រភេទសត្វដែលអត់ឆ្អឹងកងបាទអញ្ចឹងតែភាគច្រើនមើលខ្លងទេហើយយើងអាចរកមើលគ្រាលបានដែរបើអ្នកទាំងអស់គ្នាចង់ឃើញគ្រាលយើងមាននៅតំបន់ការពារទេសភាពអន្លង់ព្រីងបាទនៅខាងខេត្តកពតស្រុកកំពង់ត្រាចណាបាទឬក៏តំបន់ការពារទេសភាពនៅខាងបឹងភៃលពៅខេត្តតាកែវអញ្ចឹងអានេះខែរចំណីវាមកខាងពីរហ្នឹងណាបាទដល់ពេលខែវាប្រកាត់កូនយើងអាចទៅរកមើលនៅខាងប្រទេសមានជ័យអាងតពាំងថ្មឬក៏ខាងខេត្តព្រះវិហារកលែនព្រំទេពឬខេត្តរតនគិរីមណ្ឌលគិរីគេហៅថាលំផាត់បាទដែនការពារលំផាត់នេះគឺកន្លែងដែលវាប្រកាត់កូនពេលគេប្រកាត់កូនគឺវានៅពីកាលទេវាអត់នៅផ្ដុំគ្នាដោយការដែលវាមករកចំណីទេហើយបើយើងចង់មើលគ្រាលនៅតំបន់ការពារទេសភាពបឹងភៃលពៅយើងអាចទៅចន្លោះខែ12ហើយបើយើងចង់ទៅមើលនៅខាងស្រុកកំពង់ត្រាចនៅតំបន់ការពារទេសភាពអន្លង់ព្រីងចាប់ពីខែ1អីទៅយើងអាចឃើញគ្រាលហើយគេក៏មានសេវាឲ្យយើងមើលគ្រាលដែរតែយើងមិនអាចទៅវាស់គ្រាលនៅក្នុងដែលកន្លែងវារស់ស៊ីទេណាអាហ្នឹងបាទអញ្ចឹងខ្ញុំនឹងមានរូបគ្រាលខ្លះដើម្បីបញ្ជាក់
ខ្លីៗហើយបើមានសំណួរខ្ញុំនឹងបកស្រាយឲ្យណាបាទអ្វីដែលខ្ញុំថតខ្ញុំសូមបញ្ជាក់គឺខ្ញុំថតតែនៅតំបន់ការពារទេសភាពអន្លង់ព្រីងទេកន្លែងដែលវារកចំណីកន្លែងប្រកាត់កូនកន្លែងអីគឺខ្ញុំអត់បានខ្ញុំបានទៅប៉ុន្តែយើងថតអត់បានទេដោយសារយើងមិនចង់រំខានការបង្កកំណើតរបស់វាជៀសវាងការប៉ះពាល់ការកំណើនរបស់សត្វក្រៀលអញ្ចឹងខ្ញុំសូមបង្ហាញតែកន្លែងដែលវារកចំណីរដូវដែលវារកចំណីទេហើយរូបដែលខ្ញុំបង្ហាញនេះភាគច្រើនគឺនៅតំបន់ការពារទេសភាពអន្លង់ព្រីងស្រុកកំពង់ត្រាច់ខេត្តកាពតណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ដែរប្រភេទនេះកូនដែលវាអត់ទាន់ពេញវ័យក្បាលវារឿងប្រភេទកម្ៅបាទដល់ពេលដែលវាពេញវ័យក្បាលវាគឺក្រហមកមកក្បាលវាហ្នឹងគឺក្រហមតែម្ដងដូចយើងបានឃើញអញ្ចឹងណាបាទអញ្ចឹងបានន័យថាអានេះវាស្ថិតនៅមិនទាន់ពេញវ័យគេហៅជំទង់បាទជំទង់បាទដឹងវាឈាមរាវអត់ហើយខ្ញុំសូមបញ្ជាក់ដែរថាក្រៀលវារស់ស៊ីជាគ្រួសារវាស្រឡាញ់គ្រួសារវាដល់ម៉ោងដែលវាទៅរស់ស៊ីគឺវានាំគ្រួសារវាទៅហ្មងណាបាទវាដូចបើថាវារស់ស៊ីជាគ្រួសារតែពេលដែលវាមកគេងវិញវាគេងជាក្រុមដើម្បីវាការពារគ្នាទៅវិញទៅមកហើយការគេងក្រៀលមានម្រាមតែ4ទេមុខ3ក្រោយខ្លីមួយអញ្ចឹងវាមិនអាចទុំលើមែកឈើបោកទងន់បោកវាធំវាខ្ពស់អីទៀតអញ្ចឹងគឺវានៅតំបន់ដីសើមឬក៏ចិត្តអាកន្លែងដែលវារកចំណីនឹងឯងដែលវាគេងបាទតែបើវារកស៊ីជាគ្រួសារវារស់នៅជាក្រុមហើយអាសត្វនេះដែលខ្ញុំតែងតែសរសើរវាទៀតបន្ទាប់ពីខ្ញុំធ្វើគម្រោងបានន័យថាយើងរៀនពីចរិតវាចេះការពារគ្នាឧទាហរណ៍ថាបើសិនជាខ្ញុំថតទៅឮសំឡេងតិចតួចណាបាទគឺវាមានអ្នកដកថយសម្រាប់ត្រៀមហោះពួកក្រៀលធំមិនមែនហោះឡើងដូចសត្វតូចហោះហ្មងឯងវាត្រូវការស្រើដូចកប៉ាល់ហោះយើងអញ្ចឹងវាត្រូវការរត់ដើម្បីស្ទាំងស្លាប់ហោះហើយចុះក៏វាដូចគ្នាដែរដូចកប៉ាល់ហោះយើងអញ្ចឹងនិយាយរួមដូចកប៉ាល់ហោះយើងទាំងអស់ព្រោះវាជាប្រភេទសត្វធំអញ្ចឹងខ្ញុំឃើញវាគឺវាមានការទទួលខុសត្រូវដូចថាមេវងគេហៅថាមេក្រុមទៅចោះណាបាទបើវាឮសំឡេងណាមួយដែលវាសង្ស័យថាអាចផ្ដល់សញ្ញាគ្រោះថ្នាក់ឲ្យវាគឺអា2 3ហ្នឹងគឺវាដើរមករកយើងដោយវាអត់ខ្លាចទេបាទវាដើរមកហើយតែទន្ទឹមនឹងវាដើរក្រុមផ្សេងទៀតចាប់ផ្ដើមដកប្រេបែរមុខដើម្បីត្រៀមហោះបើសិនជាខាងនេះស្រែកថាមានអីគ្រោះថ្នាក់អាខ្សែហ្នឹងនឹងហោះតែម្ដងអញ្ចឹង3ហ្នឹងបើសិនជាវាមានគ្រោះថ្នាក់មែន3ហ្នឹងគឺត្រូវតែស្លាប់ហើយនេះឯងដែលខ្ញុំហៅថាយើងទៅសារពីចរិតក្រៀលដែលវាមានការទទួលខុសត្រូវចំពោះទូនាទីរបស់វាដែរបាទអញ្ចឹងតែបើវាដឹងថាគ្រោះថ្នាក់ហ្មងអាហ្នឹងវានាំរត់ចេញទៅទាំងអស់គ្នាហ្មងតែបើវាឮសំឡេងសង្ស័យណាមួយគឺវាដើរដោយសម្ដៅមកគៀកយើងមែនតែនហ្មងដោយវាអត់ខ្លាចយើងឯងបាទអាហ្នឹងវាដើរមកប៉និតណាបាទដើម្បីវាឲ្យសញ្ញាអញ្ចឹងជាចុងក្រោយខ្ញុំនឹងមាននៅឆ្នាំ2022សាលាមធ្យមវិចិត្រសិល្បៈបានតម្លើងជាគេមួយពីក្រៀលទៀតហើយឃើញទេក្រៀលយើងបានផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ប្រវត្តិសាស្ត្ររបស់យើងរហូតយើងឃើញទេពីសម័យបុព្វបុរសយើងយកទៅឆ្លាក់នៅលើប្រាសាទពីសង្គមរាស្ត្រនិយមតែងជាបទចម្រៀងដល់ពេលបច្ចុប្បន្ននេះមិនត្រឹមតែយើងអភិរក្សនិងការពារទេតែយើងក៏បានតម្លើងជាល្ខោនយីកេទំនួញសត្វក្រៀលដែរដោយសាលាមធ្យមវិចិត្រសិល្បៈអញ្ចឹងបន្ទាប់ទៅនេះខ្ញុំនឹងជូននៅទស្សនីយភាពខ្លីពាក់ព័ន្ធនឹងទំនួញសត្វក្រៀលដែលជាប្រភេទគេណាបាទទស្សនាខ្លីបាទអ្នកទាំងអស់គ្នាអាចទៅមើលដែរហើយអរគុណខាង AMS ហើយខាងទូទស្សន៍ប៉ុស្តិ៍អប្សរាដែរអនុញ្ញាតឲ្យវីដេអូយកមកចាក់អញ្ចឹងវីដេអូពេញ48នាទីនៅល្ខោនយីកេទំនួញសត្វក្រៀលនេះណាបាទអញ្ចឹងនេះហើយជាផុសតាងមួយដែលខ្ញុំនៅតែបញ្ជាក់ថាសត្វក្រៀលបានផ្សារភ្ជាប់ជាមួយប្រជាជនខ្មែរយើងច្រើនមែនទែនតាំងពីសម័យបរមបុរាណរបស់យើងឃើញផុសតាងតាំងពីចុងសតវត្សទី12មកដល់បច្ចុប្បន្នអញ្ចឹងទាំងនៅក្នុងបទចម្រៀងទាំងនៅក្នុងចម្លាក់ប្រទាំងសិលាឬក៏ទៅតាមការសម្ដែងតម្លើងជាសាច់រឿងផ្សេងឬក៏សារព័ត៌មានផ្សេងក៏បានចុះដែរហើយការដែលខ្ញុំធ្វើប្រធានបទអស់នេះគឺចង់ឲ្យយុវជនទាំងអស់គ្នាចេះស្រឡាញ់សត្វស្លាបអីដែលសំខាន់មិនមែនតែកីឡាគឺជារឿងមួយសត្វស្លាបក៏អាចនាំមោទនភាពមកដល់សង្គមជាតិយើងដែរហើយសត្វស្លាបក៏ជាផ្នែកមួយនៃជីវៈចម្រុះជួយឲ្យយើងដឹងនៅការប្រែប្រួលអាកាសធាតុឲ្យយើងដឹងនៅបំរែបំរួលមួយចំនួនទៀតនៅក្នុងជីវៈចម្រុះផងដែរ
ហើយសត្វស្លាបក៏ជាផ្នែកមួយនៃការទាញទេសចរមកដល់សង្គមជាតិយើងដែរអញ្ចឹងសត្វស្លាបចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ឬក៏ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់យើងផងដែរបាទហើយអានេះគឺសំខាន់អញ្ចឹងជាយុវជនជំនាន់ក្រោយអីដែលខ្ញុំសនំពរគឺការស្រឡាញ់សត្វស្លាបអីដែលខ្ញុំចង់ឃើញគឺយើងឃើញស្រុកជុំវិញយើងនៅក្នុងតំបន់របស់យើងគេលិចទឹកប៉ុន្តែយើងអត់លិចទេនេះហើយគឺជាសក្តានុពលតំបន់របស់យើងប៉ុន្តែបើយើងចេះស្រឡាញ់ធម្មជាតិទាំងអស់គ្នាយើងចេះស្រឡាញ់ជីវៈចម្រុះទាំងអស់គ្នាខ្ញុំជឿថាយើងមិនបាច់ដាក់ធុងក្នុងសត្វទេមិនបាច់យកសត្វដាក់ក្នុងទ្រុងទេយើងអាចចិញ្ចឹមសត្វយើងអាចបង្កើតសួនសត្វធម្មជាតិមិនថានៅទីក្រុងមិនថានៅជនបទមិនថានៅព្រៃប្រុសព្រៃពាក់កណ្ដាលស្រោងឬព្រៃស្រោងគឺយើងអាចបង្កើតសួនសត្វទាំងអស់នឹងបានអញ្ចឹងយើងចាប់ផ្ដើមស្រឡាញ់ទាំងអស់គ្នាជាពិសេសគឺយុវជនជំនាន់ក្រោយយើងមិនមែនប្រទេសដែលក្រដែលយើងត្រូវតែញ៉ាំសត្វស្លាបទាំងនឹងទៀតទេយើងមិនគួរទៅគំរាមកំហែងវាទេយើងគួរតែចាប់ផ្ដើមចេះស្រឡាញ់ទាំងអស់នឹងឯងហើយដូចយើងបានមើលអញ្ចឹងគ្រាលគេសម្ដែងគឺយកអីដែលជាចរិតរបស់គ្រាលហ្នឹងយកមកសម្ដែងបានន័យថាជាសត្វដែលមានមនោសញ្ចេតនាសត្វដែលស្រឡាញ់គ្នាស្មោះស្ម័គ្រមែនទែនបាទហើយមានទំនួលទទួលខុសត្រូវចំពោះគ្រួសារមានទំនួលត្រូវក្នុងការដឹកនាំទាំងមនុស្សយើងមួយចំនួនមិនអាចធ្វើបានប៉ុន្តែសត្វគឺវាអាចធ្វើរោរបស់វាបាននេះឯងគឺជាសំខាន់នោះឯងអញ្ចឹងបាទអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទទួលបានចំណេះហើយខ្ញុំនឹងទុកនៅរាល់សំណួរដែលបងប្អូនអាចមានសំណួរចង់សួរពាក់ព័ន្ធនឹងគ្រាលឬក៏ document ពីគ្រាលនេះខ្ញុំរីករាយក្នុងការបកស្រាយនៅអ្វីដែលជាឯកសារដែលខ្ញុំអាចដឹងបាទបាទអរគុណបង Miller អរគុណភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមខ្ញុំឈ្មោះធនណាខ្ញុំជាបុគ្គលិកនៅបុផាណាស្រាប់បង Miller មុនហ្នឹងបាននិយាយតាក់ទងទៅនឹងសត្វគ្រាលមាន3ក្បាលដែលគាត់នៅចាំការពារហ្វូងគាត់ត្រូវអត់បងបានបញ្ជាក់មុនហ្នឹងដែរវារស់ស៊ីជាគ្រួសារវាការពារគ្រួសាររបស់វាប៉ុន្តែបើពេលវាមកកន្លែងគេងឬក៏អីវិញគឺវានៅគេងជាក្រុមដើម្បីវាស្រួលការពារគ្នាបាទអញ្ចឹងអាពេលដែលវាមកហ្នឹងបើសិនជាមានសេរីរំខានណាមួយមេវងហ្នឹងគឺនឹងដើរមកពិនិត្យថាតើអាហ្នឹងមានការរំខានឬក៏បង្កភាពគ្រោះថ្នាក់ឲ្យវាអត់អាហ្នឹងបាទបើវាគេងគឺវាគេងជាក្រុមដើម្បីស្រួលការពារគ្នាទៅវិញទៅមកប៉ុន្តែបើវារកចំណីគឺវាទៅរកជាគ្រួសារបើវាដូចថាឆ្នាំហ្នឹងវានៅកន្លែងណាគឺវានៅកន្លែងហ្នឹងវិញវាអត់ផ្លាស់ប្ដូរឯងមករដូវហ្នឹងគឺវានៅតែកន្លែងនេះឯងអញ្ចឹងណាបាទអញ្ចឹងមានន័យថានៅពេលដែល3ក្បាលដែលចត់ចាំពិនិត្យមើលគ្រោះថ្នាក់ហ្នឹងគឺមានមេហ្វូងមួយក្នុងចំណោម3ហ្នឹងដែរតើអត់បងណាបាទនៅក្នុងហ្នឹងគឺមានឈ្មោះមានញីហើយមានកូនអញ្ចឹងច្បាស់ណាស់ថាឈ្មោះញីហ្នឹងឯងដែលជាអ្នកដែលការពារកូនរបស់វាបាទវាការពារអ្នកជំនាន់ក្រោយរបស់វាហ្នឹងឯងអញ្ចឹងណាដល់ពេលវាមកចូលជាក្រុមវិញវាមានមេក្រុមរបស់វាដែលមានធំជាងគេតាមការកត់សម្គាល់មើលរបស់ខ្ញុំណាបាទអញ្ចឹងនៅពេលដែលវាលឺសំឡេងកាមេរ៉ាដែលខ្ញុំពួនដើម្បីថតហ្នឹងគឺវានឹងដើរមកវាដើរមករកកាមេរ៉ាបើយើងមិនអត់ជប់ថតទេវានឹងបន្តមកទៀតដោយសារតែខ្ញុំទៅថតគឺខ្ញុំពាក់ដូច sniper អញ្ចឹងគឺយើងបកប់ខ្លួនឲ្យដូចព្រៃឈើអញ្ចឹងណាបាទអញ្ចឹងឮតែសំឡេងកាមេរ៉ាចេញឯងតែអ្នកដែលមេវងហ្នឹងគឺវាដើរមកដោយសារវាឮសំឡេងតែវាមើលមកដូចជាព្រៃប៉ុន្តែទន្ទឹមនឹងវាមកហ្នឹងខ្ញុំនៅតែបញ្ជាក់ណាគឺអ្នកផ្សេងហ្នឹងគឺដកថយបានន័យថាកន្លែងដែលវានៅជុំគ្នាអញ្ចឹងអ្នកនេះដើរចូលអ្នកនេះដកថយវាចែកចេញជាមុំឆ្វេងស្ដាំដើម្បីវាមានស្រើក្នុងការហោះឡើងហើយមួយទៀតអ្វីដែលខ្ញុំកត់សម្គាល់ពេលដែលវាទៅរស់ស៊ីហើយយើងទៅពួនមុននៅតំបន់ដែលវាត្រូវត្រឡប់មកគេងវិញណាបើសិនជាយើងអត់ក្រោបអីឲ្យចិត្តត្រឹមត្រូវទេវាមើលពីលើបាទវាមើលពីលើហ្មងវាអត់ទាន់ចុះភ្លាមទេគ្រាលគឺវាអត់ងាយចុះភ្លាមទេគឺវាមើលសិនតើមានអីដែលប្រកក្តីឬមិនប្រកក្តីបើវាមានបណិតទៅឃើញថាមានប្រកក្តីគឺវាស្រែកហ្មងបាទហើយសំឡេងគ្រាលស្រែកលឺហើយជាធម្មតាគេមិនឲ្យយើងទៅចិត្តទេគេឲ្យយើងមើលនៅតាម telescope ឬក៏មើលតាមកែវយឺតបើយើងថតអញ្ចឹងទៅយើងសុំការអនុញ្ញាតអីអញ្ចឹងទៅយើងនៅក្នុងចង្ងាយណាមួយដែលមិនប៉ះពាល់ដល់ behavior ប៉ុន្តែសត្វដែលធំគឺវាមានជីវសាស្ត្រមួយដូចWi-Fi យើងអញ្ចឹងណាបាទគឺវាទទួលក្លិនបាទវាទទួលសញ្ញាណាមួយដែលខុសប្រក្រតីគឺវាត្រៀមការពារខ្លួនវាអញ្ចឹងប្រភេទសត្វគឺវាមានរបៀបការពារខ្លួនវាទៅតាមប្រភេទសត្វរៀងខ្លួនអញ្ចឹងដោយសត្វគ្រាលអញ្ចឹងគឺវាមិនគេងឲ្យជាប់ព្រៃពេកទេគឺវាគេងឲ្យឃ្លាតពីព្រៃបើមិនជាមានសញ្ញាគ្រោះថ្នាក់ណាមួយវាមានស្រើសម្រាប់ហោះឡើងដើម្បីគេចខ្លួនអញ្ចឹងបាទអញ្ចឹងអានេះឯងគឺជាប្រភេទសត្វបាសីផ្សេងគ្នាអញ្ចឹងឯងគាត់ថាសត្វកាន់តែធំ
បានន័យថាអាជីវសាស្ត្រដែលវាទទួលសញ្ញាគ្រោះថ្នាក់ហ្នឹងក៏កាន់ល្អជាងបាសីដែលតូចៗដែរព្រោះបាសីខ្លះត្រឹមតែ2ម៉ែត្រ4ម៉ែត្រអីទេតែបាសីធំវាអាចទទួលបានដល់10 20ម៉ែត្រឬ30ម៉ែត្រអីចឹងទៅឧទាហរណ៍ដូចទឹកសោមខ្មែរយើងណាវាអាចហិតក្លិនមនុស្សហ្នឹងបានន័យថាអាក្លិនដែលយើងចូលព្រៃធម្មតាទោះយើងទៅនៅព្រៃ3 4ថ្ងៃក៏ដោយក្លិនមនុស្សនៅតែជាក្លិនមនុស្សទេអញ្ចឹងអាក្លិនយើងហ្នឹងគឺនឹងភាយបានអញ្ចឹងទន្សោមហ្នឹងអាចសឹកយកអាក្លិនដែលខុសប្រក្រតីហ្នឹង2គីឡូដីពីយើងបានលុះត្រាតែយើងដើរវាវាតែប៉ុណ្ណោះឯងតែបើសម្រាប់ចង់ទៅមើលវាហ្មងគឺមិនងាយគឺវាចលាខ្លួនវាអញ្ចឹងប្រភេទសត្វស្លាបក៏ដូចគ្នាដែរខ្ញុំនៅតែបញ្ជាក់ថាវាមានរបស់វាដើម្បីដឹងពីសញ្ញាគ្រោះថ្នាក់និងក្លិនដែលខុសប្រក្រតីថាវានៅកន្លែងហ្នឹងគឺក្លិនអីទេប៉ុន្តែតែធម្មតាតែយើងទៅគ្នាច្រើនកបៅនឹងក្លិនខ្លួនរបស់យើងចេញមកអញ្ចឹងបានការទៅមើលបាក់សីឬក៏មើលសត្វស្លាបទាំងអស់ហ្នឹងឬក៏ការថតហ្នឹងយើងមិនព្យាយាមទៅជាច្រើនពេកទេដោយសារតែយើងដើរកាន់តែច្រើនកម្ដៅនិងក្លិនដែលចេញពីខ្លួនយើងកាន់តែច្រើនធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់សត្វស្លាបដែរអានេះគឺជាការប្រុងប្រយ័ត្នមួយខ្ពស់ដែរអាហ្នឹងបើមិនអញ្ចឹងទេទី1យើងមិនងាយនឹងឃើញវាទី2យើងធ្វើឲ្យវាបំលាស់ទីកន្លែងដែលវាធ្លាប់នៅសុខសាន្តដែរបាទអរគុណអញ្ចឹងខ្ញុំសូមថែមប្រហែលសំណួរបន្តិចទៀតបងដូចបងបញ្ជាក់អញ្ចឹងថាសត្វក្រៀលវាជាប្រភេទសត្វដែលផ្លាស់ទីនៅក្នុងស្រុកយើងអញ្ចឹងបងអាចមានទិន្នន័យថាតើវាបានផ្លាស់ទៅស្រុកផ្សេងទៅប្រទេសផ្សេងទៀតអត់ក្រៅតែពីនៅស្រុកខ្មែរយើងអញ្ចឹងបងមួយទៀតសត្វក្រៀលវាពងកូនអញ្ចឹងតើលទ្ធភាពនៃការរស់នៅរស់រៀនមានជីវិតរបស់កូនវាហ្នឹងតើមានកម្រិតប៉ុណ្ណាដែរព្រោះខ្ញុំអត់ដឹងថាតើមួយសបុកអាចមានពងប៉ុណ្ណាទេបងប៉ុន្តែបើតាមទិន្នន័យក្រសួងទេសចរគាត់ថាអាចមានចន្លោះពី2ទៅ3គ្រាប់ហើយអាចមាន4ទេអញ្ចឹងថាតើលទ្ធភាពនៃការរស់រៀនមានជីវិតរបស់កូនសត្វក្រៀលហ្នឹងមានលទ្ធភាពដល់កម្រិតប៉ុណ្ណាហើយសំណួរចុងក្រោយមួយទៀតថាតើបើដៃគូជីវិតរបស់សត្វក្រៀលមួយហ្នឹងស្លាប់ថាតើក្រៀលហ្នឹងធ្វើមិនជាមួយនឹងជីវិតបន្តរបស់គាត់ត្រូវរកគូផ្សេងទៀតឬក៏គាត់រស់នៅតែឯងអញ្ចឹងហ៎បងបាទអរគុណច្រើននៅសំណួរខ្ញុំនឹងបកស្រាយខ្លះហើយនឹងឲ្យមិត្តភ័ក្តិខ្ញុំនៅខាងអង្គការសត្វក្រៀលនឹងតែម្ដងគាត់នឹងបកស្រាយឲ្យកាន់តែច្បាស់ហ្មងព្រោះពាក់ព័ន្ធរឿងខ្លះតែខ្ញុំសូមបញ្ជាក់ថាប្រភេទនៃការបន្តពូជរបស់សត្វក្រៀលឬក៏សត្វបក្សីវាមានយុទ្ធសាស្ត្រផ្សេងគ្នាដោយថ្មីនេះខ្ញុំបានធ្វើដំណើរទៅខាងកាឡែនព្រំទេពបាទដែលពេលដែលវាប្រកាសពូជហ្នឹងគឺតំបន់ព្រៃមួយតែវាមានអាស្មៅបាទកពុះខ្ញុំខ្ពស់ជាងខ្ញុំទៀតបាទអញ្ចឹងបើយើងចង់ឃើញវាហ្នឹងគឺពិបាកមែនទែនតើតើវាអោនវាងើបស្រែកឬក៏វាឃើញទទួលក្លិនណាមួយដែលសញ្ញាគឺវានឹងងើបក្បាលមកមើលបាទអញ្ចឹងបានន័យថាអាស្មៅហ្នឹងនឹងខ្ញុំហ្នឹងគឺកម្ពស់គ្នាគឺខ្ញុំដើរបុកស្មៅហ្នឹងតែយើងខាងអភិរក្សខាងអីហ្នឹងគេមិនឲ្យយើងទៅគៀកវាពេកជាង100ម៉ែត្រទេគឺយើងត្រូវនៅឆ្ងាយព្រោះជៀសវាងដែលវារត់ចោលសបុកចោលពងរបស់វាហើយចំពោះថាត្រូវពងវាបើតាមខ្ញុំសួរទៅលើអ្នកដែលជាមន្ត្រីអភិរក្សនឹងមើលការប្រកាសពូជរបស់ក្រៀលហ្នឹងគឺមួយឆ្នាំវាមានតែ2ជាមធ្យមបាទតែ4ហ្នឹងគឺមិនដែរទេបាទហើយក្នុង2ហ្នឹងជួនកាលហ្វល់តែកូនមួយទៀតគេកំពុងតែឆ្ងល់ថាកូនមួយទៀតហ្នឹងវាកាត់ថៃបានវាបាត់អីអញ្ចឹងណាបាទអញ្ចឹងព្រោះអាហ្នឹងគេតាមដានមើលដែរតើហេតុអីបានយើងឃើញមួយគូប៉ុន្តែតែពេលវាចម្រើនវ័យទៅបាត់សល់តែមួយឯងអញ្ចឹងណាបាទហើយចំពោះទិន្នន័យក្រៀលវាពាក់ព័ន្ធជាមួយនឹងអង្គការអញ្ចឹងខ្ញុំសូមមិននេះទេខ្ញុំឲ្យមិត្តភក្តិខ្ញុំនៅចិត្តបងឆ្លើយហ្មងទៅព្រោះវាពាក់ព័ន្ធនឹងទិន្នន័យអាហ្នឹងគេជាក់លាក់ជាងព្រោះដោយសារវាកតាវិទ្យាសាស្ត្រហើយអញ្ចឹងទៅខ្ញុំបានស៊ើបសួរដែររឿងទិន្នន័យប៉ុន្តែដោយសារទិន្នន័យនោះវាអត់ជាក់លាក់អញ្ចឹងទៅខ្ញុំមិនហ៊ានទេហើយចំពោះក្រៀលវៀតណាមក៏មានដែរនៅថៃក៏មានដែរនៅឡាវក៏យើងមាននៅយើងក៏មានគាត់នៅយើងរឿងច្រើនហើយបើយើងនិយាយទៅនៅថៃគេមានតិចបំផុតបានន័យថាមិនមែនតិចបំផុតទេចង់ថាឥឡូវនេះគេមានជាង30ក្បាលទិន្នន័យដែលខ្ញុំស្រាវជ្រាវណាតែគេបានពីឡាវបានពីយើងកុំភ្លេចអានេះហើយដែលខ្ញុំថាសត្វក្រៀលជាសត្វដែលស្មោះត្រង់នឹងកម្ពុជាយើងគិតមើលប្រទេសយើងឆ្លងកាត់សង្គ្រាមរហូតយើងគិតថាសម័យដែលយើងដកដង្ហើមបានណាមានតែសម័យចុងសតវត្សទី12និងដើមសតវត្សទី13នៅក្នុងព្រះអង្គជេនមន្ទី7ដែលសម័យរុងរឿងអាណាចក្ររបស់ខ្មែររបស់យើងបន្ទាប់មកគឺសង្គមរាស្ត្រនិយមអញ្ចឹងបន្ទាប់មកទៀតគឺប្រជាជាតិកម្ពុជាបច្ចុប្បន្ននេះឯងអញ្ចឹងយើងឆ្លងកាត់សង្គ្រាមរហូតពីដំណាក់កាលមួយទៅដំណាក់កាលមួយប៉ុន្តែហេតុអីពេលដែលយើងកំពុងតែនៅក្នុងរបបខ្មៅងងឹតណាឬក៏កំពុងវក់នឹងសង្គ្រាមតែនៅថៃគេសន្តិភាពនៅឡាយក៏មិនមានសង្គ្រាមតែសត្វនឹងអត់ទៅទេបែរជាចុងក្រោយអ្នកទាំងអស់នេះគឺយើងត្រូវជាអ្នកផ្ដល់ឲ្យហើយដូចថៃអត់មានទេថៃគេបាត់សង្គ្រាមយូរឆ្នាំជាងយើងទៅទៀតខ្ញុំនិយាយថាយើងនៅក្នុងភ្លក់សង្គ្រាមរបបខ្មៅងងឹត
3ឆ្នាំ8ខែ20ថ្ងៃនៃរបបបល័យពូជសាសន៍យើងដឹងថាស្លាប់រង្គាសប៉ុណ្ណាប៉ុន្តែបើជាសត្វវាអត់បានខ្ញុំជឿថាវាអត់កិច្ចទេព្រោះធម្មតាបើវាកិច្ចទៅប្រទេសជិតខាងយើងមានថៃហើយនិងវៀតណាមដែរបាទប៉ុន្តែនៅថៃអត់មានទេវត្តមាននៅពេលនោះគឺថៃអត់មានព្រោះចេញមកតែបច្ចុប្បន្នឥឡូវទេដែលថៃវាមានគ្រីលហ្នឹងបាទហើយវៀតណាមនេះក៏គេចង់បានពីយើងដែរបើតាមជាអ្វីដែលខ្ញុំឃើញចាស់ស្ដែងការរំខានកន្លែងរចំណីរបស់វាហើយនឹងគេចង់បានគ្រាន់តែគេចង់បានបែបធម្មជាតិដែលចង់ឲ្យវាបំលាស់ទីទៅព្រោះយើងរាល់ថ្ងៃនេះទី1ការរំខានដែនចម្រោករបស់វាមិនថាកន្លែងប្រកាសកូននិងចំណីទេគឺយើងមានការរំខានពីប្រជាជនឬក៏ការទន្ទ្រានដីនេះឯងបាទបន្ទាប់មកទៀតពងវានេះឯងយើងអាចលួចលក់ឬក៏លួចយកទៅស្ងោរទៅតាមសហគមន៍នឹងអីចឹងទៅអញ្ចឹងធ្វើឲ្យកំណើនរបស់គ្រាលក៏អាចជួបបញ្ហាដែរហើយមួយទៀតដែនចំណីដែលវារដដែលហ្នឹងវាអាចមានការធ្លាក់ចុះនៃបរិមាណអញ្ចឹងគ្រាលក៏វាអាចត្រូវគិតពីការបំលាស់ដែរព្រោះសត្វវាត្រូវការរស់យើងដឹងអាយុគ្រាលដល់តែជាង40ឆ្នាំឯណោះអញ្ចឹងយើងគិតមើលថាតើវានៅកន្លែងដែលខ្វះចំណីមិនកើតអញ្ចឹងហើយមានការគម្រាមកំហែងច្រើនទៀតអញ្ចឹងហើយអានេះហើយដែលប្រទេសគេចង់បានណាបាទដូចខ្ញុំថាអញ្ចឹងណាព្រោះវាអាចទាញវាជួយអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍បាទវាអាចនាំមោទនភាពមកដល់ជាតិយើងដែរបាទព្រោះបើគេចង់មើលគ្រាលយើងច្រើនជាងគេងាយមើលជាងគេនៅមកស្រុកខ្មែរហើយឃើញទេហ្នឹងហើយវាជាផ្នែកមួយទីទេសចរមិនមែនទេសចរយើងទៅមើលតែអង្គរវត្តណាឃើញទេបាទសត្វស្លាប់ក៏យើងជាផ្នែកមួយជួយដល់សហគមន៍បានដែរហើយវាមិនត្រឹមប៉ុណ្ណឹងវាជួយដល់ជីវៈចម្រុះទៀតអូខេខ្ញុំឆ្លើយប៉ុណ្នេះទៅលើសំណួរចំពោះតិនន័យខ្ញុំសូមឲ្យមិត្តភក្តិខ្ញុំនៅចិត្តនោះគាត់ឆ្លើយសោះដោយសាររបាយការណ៍ហ្នឹងខ្ញុំបានសុំគាត់ដែរតែគាត់ឆ្លើយហ្មងចុះអរគុណច្រើនហើយខ្ញុំមកពីអង្គការអភិរក្សដីសើមហើយយើងជាទូទៅធ្វើនៅដងព្រីងហើយនឹងបឹងព្រៃលពៅហ្នឹងណាអរគុណសំណួរដូចបងមានលើកឡើងអញ្ចឹងគ្រាលអត់ពងច្រើនទេពង1 2 3ហ្នឹងអស់ហើយប៉ុន្តែលទ្ធភាពដោយសារតែវាកត្តាប្រឈមច្រើនដែលយើងបានរកឃើញណាព្រោះការដែលវាធ្វើសម្បុកកាច់ពងវានៅក្នុងកណ្ដាលព្រៃហើយទៅវាអាចមានសត្វផ្សេងដែលយើងអត់បានដឹងថាវាអាចនឹងទទួលរងហានិភ័យពីសត្វផ្សេងដែលជួនកាលទៅពង3អាចញាស់បានតែមួយឬក៏សបុកខ្លះគឺអត់មានញាស់តែម្ដងអញ្ចឹងហើយបានគ្រាលគឺជាសត្វដែលចិត្តផុតពូជដែលយើងនិយាយថាងាយរងគ្រោះឬក៏ចិត្តផុតពូជហើយមួយវិញទៀតដែលឆ្លើយតបទៅនឹងថាហើយពេលដែលវាស្លាប់ទៅគ្រួសារត្រូវគិតម៉េចគឺពេលដែលស្លាប់ទៅគឺគ្រាលជាសត្វស្មោះស្ម័គ្រដែលគេហៅថា loyalty bird ហើយពេលដែលស្លាប់ទៅគឺគាត់នៅតែឯងគាត់អត់មានទៅរគូដៃគូស្នេហាណាផ្សេងទៀតទេគឺគាត់រស់នៅតែឯងហើយតនន័យសត្វគ្រាលក្នុងឆ្នាំ2023 2024ហ្នឹងគឺមានការធ្លាក់ចុះប៉ុន្តែវាឥឡូវយើងក្រុមការងារយើងកំពុងតែធ្វើការសិក្សាយើងមានក្រុមគេហៅថា Saruskrang Technical Working Group សម្រាប់ Cambodia ប៉ុន្តែយើងអត់ទាន់បានផ្ដល់ជាទិន្នន័យហ្នឹងឯងដោយសារតែយើងកំពុងតែធ្វើរបាយការណ៍បញ្ចប់នៅក្នុងខែ12អញ្ចឹងណាចាអញ្ចឹងគ្រាលនៅអន្លង់ព្រីងឆ្នាំនេះយើងមាន97ក្បាលប៉ុន្តែជារួមនៅក្នុងស្រុកខ្មែរយើងទូទាំង7ខេត្តក្រុងគឺយើង7ខេត្តហ្នឹងយើងរកឃើញរហូតដល់130ជាងតែគ្រាន់តែជាទិន្នន័យបឋមដែលយើងគៀងគរពីអង្គការផ្សេងអង្គការអភិរក្សផ្សេងណាអញ្ចឹងក្នុងនាមខ្ញុំជាអង្គការអភិរក្សបណ្ដៃអភិរក្សដីសើមនិងសត្វស្លាបដែលយើងហៅកាត់ថា WWT ដែលយើងធ្វើនៅក្នុងអាចចែករំលែកព័ត៌មានបានប៉ុណ្ណឹងអរគុណបាទអរគុណច្រើនមិត្តភក្តិអធិស្ឋានខ្ញុំសូមថែមឲ្យធូណាសួរសំណួរគាត់ថាគ្រាលហ្នឹងវាបំលាស់ទីទៅក្រៅប្រទេសដែរអត់សំណួរមួយហើយសំណួរមួយទៀតតើតើរឿងចំនួនពងកូនគ្រាលវាជាទូទៅវាបំលាស់ទីនៅក្នុងស្រុកនិយាយទៅគ្រាលទាំងអស់នៅលើពិភពលោកគឺត្រូវតែបំលាស់ទីវាចែកទីតាំងភូមិសាស្ត្រនៃការរកស៊ីហើយនឹងទីតាំងភូមិសាស្ត្រនៃការបង្កើតកូនអាហ្នឹងអញ្ចឹងគ្រាលស្រុកខ្មែរវាអាចបំលាស់ទីទៅប្រទេសវៀតណាមដែរថ្មីហ្នឹងវាចូលពីមុនមកវាហូរហែវាមានហើយប៉ុន្តែវាបាត់មករយៈពេលអញ្ចឹងវាបំលាស់ទីទៅវៀតណាមអញ្ចឹងឆ្នាំហ្នឹងមានរបាយការណ៍ពីវៀតណាមមកដែរថាវាចូលទៅដល់ទឹកដីវៀតណាមហើយខាងវៀតណាមគេសប្បាយចិត្តមិត្តភក្តិខ្ញុំគេប្រាប់មកថាគេសប្បាយចិត្តមែនតើបានគ្រាលទៅដល់ប្រទេសគេហើយបើគ្រាលនៅប្រទេសថៃទេគេប្រើពាក្យ reintroduce មានន័យថាវា extinct ហើយវាផុតពូជហើយអញ្ចឹងវាគេចាប់ដើមដាក់កូនដាក់ចៅឲ្យវាបង្កើតកូននៅហ្នឹងឥឡូវមានកើតកូនកើតចៅហើយថ្ងៃមុននោះការប្រាំងនេះមានគ្រាលពីថៃមកមួយគ្រាលពាក់កងជើងណាគ្រាលពាក់កងជើងហើយយើងគិតថាវាមិនដឹងថាអាហ្នឹងគេ
វាអាចជាទាញសេចក្តីសន្និដ្ឋានមួយថាអាពូជគ្រាលហ្នឹងវាព្រោះគ្រាលវាមានអា genetic អាហ្សែនរបស់វាហ្នឹងអាហ្សែនបំលាស់ទីមករកដែនដីកំណើតរបស់វាហ្នឹងវាត្រូវតែមានអញ្ចឹងមិនដឹងថាគេចាប់យកទៅហើយវានឹកឃើញដែនដើមកំណើតរបស់វាហើរមកវិញឬក៏យ៉ាងម៉េចនៅតែដាក់ការសង្ស័យនៅឡើយទេអញ្ចឹងឆ្លើយនឹងសំណួរហ្នឹងវាឥឡូវហ្នឹងវាមានទៅប្រទេសវៀតណាមហើយវាបំលាស់ទីទៅវៀតណាមតាក់ទងរឿងចំនួនពងកូនរបស់សត្វស្លាប់ជាទូទៅវាសម្រេចចិត្តពងប្រមាណស្រេចទៅវាចង់ពង2ពង3ពង4ពង5វាអាចសម្រេចចិត្តពងបានប៉ុន្តែកត្តាដែលវាសម្រេចចិត្តវាត្រូវតែទូទាត់មើលថាបរិវេណដែនដីដែលវាបោះទីតាំងហ្នឹងមានកត្តាចំណីគ្រប់គ្រាន់ក្នុងការចិញ្ចឹមកូនប៉ុន្មានប្រសិនបើវាចិញ្ចឹមបាន2វាដាក់ពងតែ2ទេប្រសិនបើវាចិញ្ចឹមបាន3វាដាក់3បើ4ដាក់4អញ្ចឹងវាទូទាត់ហើយវាប៉ាន់ប្រមាណហើយថាចំណីវាសម្រាប់កូនប្រមាណបានហើយប្រសិនបើពងវា2-3ថ្ងៃហ្នឹងវាពងហើយពងវាខូចត្រូវសត្វស៊ីវានឹងសម្រេចចិត្តពងឡើងមកវិញអញ្ចឹងសត្វស្លាប់វាអាចសម្រេចចិត្តពងពេលណាក៏បានដែរអត់បញ្ហាអីទេអូខេថែមតែប៉ុណ្្នឹងទេអរគុណច្រើនបាទអរគុណច្រើនបងបាទអរគុណសេងលីមបានបន្ថែមក្បោះក្បាយអញ្ចឹងគាត់បានបន្ថែមហើយអញ្ចឹងដោយសារកន្លែងខ្លះខ្ញុំគាត់បកស្រាយព្រោះទៅវៀតណាមនេះបើដោយសារខ្ញុំចង់និយាយដែរព្រោះវាទៅដូចជា3ឆ្នាំជាប់គ្នាដែលបំលាស់ទីរបស់វាហ្នឹងណាបាទប៉ុន្តែគេមិនខាត់ទេគេទុកឲ្យទៅតាមតាណាដូចខ្ញុំតែអញ្ចឹងគេសប្បាយចិត្តនឹងទទួលយកវាគេត្រេកអរមែនតែនបាទប៉ុន្តែខ្ញុំមិនដឹងថាប្រជាជនខ្មែរមានមោទនភាពប៉ុណ្ណានៅពេលដែលមានវាហើយនៅពេលបាត់បង់វាតើសោកសៅប៉ុណ្ណាបើយើងអត់ស្រឡាញ់វាព្រោះថាយើងមិនសោកស្ដាយវាទេអញ្ចឹងតែគេរីករាយណាស់នឹងយកវាដូចខ្ញុំថាអញ្ចឹងឲ្យគេយកហើយអានេះមិនបាច់ឲ្យគេព្យាយាមបង្កើតចំណីអាហារបរិយាកាសឲ្យវាហ្មងរាល់ថ្ងៃហ្នឹងអីដែលយើងទទួលព័ត៌មានបានគឺបែបនេះឯងអញ្ចឹងដូចស៊ីងលីមបញ្ជាក់អញ្ចឹងថាសត្វមួយនេះខ្ញុំក៏ទាញតេតល័យកជាមួយនឹងអាភាពស្មោះត្រង់កម្ពុជាហ្នឹងដូចដែលសត្វថាមានពាក់កងជើងអញ្ចឹងឃើញទេវាធំដឹងក្តីនៅនោះក៏ដោយប៉ុន្តែអាសែនវាទឹកដីកំណើតដើមរបស់វាគឺនៅស្រុកខ្មែរយើងនេះឯងតាំងពីសម័យដូនតាយើងអញ្ចឹងវាច្បាស់ណាស់ថាវានឹងមានញាតិរបស់វាដូចមនុស្សយើងអញ្ចឹងថាវាត្រូវតែត្រឡប់មកទឹកដីដូនតាឬក៏ទឹកដីកំណើតរបស់វាវិញដូចតែគ្នាទេអាសត្វហ្នឹងអញ្ចឹងនេះឯងគឺជាសារជាតិស្មោះត្រង់របស់សត្វបាទអញ្ចឹងណាបាទហើយអរគុណទាំងអស់គ្នាបាទដែលបានចូលរួមបាទអរគុណច្រើនបាទអរគុណច្រើនបងហើយទស្សនិកជនទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នាត្រឡប់ផ្ទះវិញមានសេចក្តីសុខទាំងអស់គ្នាបាទអរគុណបាទ